បាទក្រុមនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់នៅ Channel គុណខ្មែរ The Fight កីឡាឥឡូវនេះយើងឈានមកដល់នៃការប្រកួតគូមិត្តភាពអន្តរជាតិគីឡូ60ហើយបាទគ្រាន់តែថាកីឡាករទាំងពីរនាក់នេះគឺធ្លាប់ជួបគ្នាម្ដងហើយកាលនោះគឺកីឡាករបង្គោលក្រហមពេជ្រអាទិទេពកីឡាកររបស់កម្ពុជាយើងយកជ័យជំនះត្រឹមតែបន្ទុកតែប៉ុណ្ណោះនៅស្ថានីយ៍ True Town Full HD TV ហើយបង្គោលខៀវផុងសេរីបាទ Sushi Bami គៀវគេមកនេះគឺមកប្រកួតមិត្តភាពទេបាទដូច្នេះមានន័យថាពេជ្រអាទិទេពគាត់ទទួលបាន3បន្ទុកបន្ថែមទៅហើយដោយសារតែដៃគូប្រកួតហ្នឹងគឺឈឺពុកម៉ែបងប្អូនបាទជំនុំមកវិញដោយផុងសេរី Sushi Bami គៀវគឺជាការប្រកួតមិត្តភាពក៏ដូចជាការប្រកួតសងសឹកជូនសើច្បងពេជ្រប៊ុនសិតផងដែរបាទដោយសារតែកីឡាករផុងសេរីនេះការប្រកួតរបស់គាត់ចុងក្រោយជាមួយតកោពេជ្រគឺឈ្នះកីឡាករពេជ្រប៊ុនសិតបាទដូច្នេះសង្ឃឹមថាពេជ្រអាទិទេពនឹងសងសឹកជូនសើច្បងបានមកជើងស្ដាំដោយអាទិទេពបាទបច្ចុប្បន្ននេះឡើងណាពុកម៉ែពុកខ្សែក្រវ៉ាត់អូតគីឡូ57ហ្នឹងសង្ស័យថាកីឡាករពីពេជ្រអាទិទេពរបស់យើងយកមកទៅបាទមកជើងស្ដាំរបស់ផុងសេរីបាទផុងសេរីនេះមកវាយនៅកម្ពុជាយើងញឹកញាប់មែនទែនស្រុកថៃគេចូលនៅកម្រិតគូឯកនៅសង្វៀនយុគខៅរបស់កម្មវិធីមួយ DVT ថៃជាតិមឹងនូនមកជើងឆ្វេងថែមស្ដាំរបស់អាទិទេពបាទខ្ញុំឃើញថាពេជ្រអាទិទេពនេះសក្តានុពលរបស់គាត់មើលទៅវែងឆ្ងាយមែនទែនបាទចង់ល្អជាងពេជ្រសម្បត្តិផងសម្រាប់បច្ចុប្បន្នបាទគាត់មានក្បាច់មានក្បូរត្រឹមត្រូវណាពុកម៉ែបងប្អូនបាទដាក់ចូលមកជើងស្ដាំដោយផុងសេរីបាទ Sushi Bami គៀវឆ្មក់បានម្ដាយស្ដាំបាយទឹកចាយរបស់កីឡាករពេជ្រអាទិទេពអ្នកកំពុងធំបាទសម្រាប់អាទិទេពបាទមកជើងឆ្វេងដោយផុងសេរីបាទផុងសេរីតែមើលថាវាយអាម៉េចបានទៅឈ្នះពេជ្រប៊ុនសិតបានហើយមើលបាទពុកម៉ែបងប្អូនបាទលោកគ្រូញ៉ាក្រាធំរឿងរាមនីជាអ្នកបញ្ជានៃការប្រកួតនេះជាត្រៃបាទមកជើងស្ដាំរបស់ផុងសេរី Sushi Bami គៀវបាទផុងសេរីនេះធ្លាប់ចាញ់កីឡាករចាន់ណានៅស្រុកថៃពុកម៉ែបងប្អូនមកជើងឆ្វេងថាម្ដាយឆ្វេងសងដោយកីឡាករបាទពេជ្រអាទិទេពបាទការប្រកួតបាទគូមិត្តភាពទេមិនមែនការប្រកួតវិលជុំដូចរាល់ដងទេដោយសារតែដៃគូពេជ្រអាទិទេពនឹងឈឺពុកម៉ែបងប្អូនបាទជំនួសដោយផុងសេរីនេះគឺវាយមិត្តភាពបាទអាចចូលជាត្រៃសម្រាប់សម្លេងរំខានមកជើងស្ដាំរបស់ផុងសេរី Sushi Bami គឺម្ដាយឆ្វេងខៅពួតទឹកស្ដាំចូលពួតទឹកណែនណាស់ហើយចាក់ជង្គង់ឆ្វេងដោយកីឡាករបាទពេជ្រអាទិទេពបានមកជង្គង់5ទៀតបាទអាទិទេពដូចខ្ញុំនិយាយខាងដើមចឹងបច្ចុប្បន្ននេះគាត់វាយល្អហ៎ពុកម៉ែបងប្អូនបាទគាត់អភិវឌ្ឍខ្លួនណាបាទក្រោមការបង្ហាត់បង្រៀនរបស់លោកគ្រូឆ្នើមពេជ្រសុផាន់បាទដាក់ចូលសម្រាប់ការប្រកួតគឺ5ទឹកឯណោះ1ទឹក3នាទីនិងសម្រាប់2នាទីមកជើងស្ដាំពីផុងសេរីបាទ Sushi Bami គៀវបាទចូលមកជើងស្ដាំពេជ្រអាទិទេពនឹងទៅដាក់ចូលហើយបាទមកជើងស្ដាំខាឆ្វេងដោយពេជ្រអាទិទេពមកដៃស្ដាំសងដោយផុងសេរី Sushi Bami គៀវបាទដាក់ចូលនេះមកជើងឆ្វេងរបស់ផុងសេរីតែមកដៃឆ្វេងចំកណ្ដាលភក្ត្រារបស់អាទិទេពធាក់មកជើងស្ដាំចូលពួតទឹកបាទមកដៃឆ្វេងខៅពួតទឹកស្ដាំហើយក៏មកដៃឆ្វេងចូលគុំជាតិទៀតរបស់អាទិទេពវាយដោយទំនុកចិត្តវាយដោយគឺភាពអំណត់អត់ធន់នៅលើសង្វៀនដាក់ចូលម្នាក់ញើមកដៃឆ្វេងរបស់អាទិទេពបាត់មកកាយទៀតរបស់អាទិទេពបាទអាទិទេពវាយតំណងម្លេះលោកអើយបាទពុកម៉ែបងប្អូនមកដើរចូលបាទមកដៃខាងស្ដាំថែមមកឆ្វេងធាក់ចេញពីផុងសេរី Sushi Bami គៀវធ្លាប់ជួបគ្នាពីមុនមកដែរដូច្នេះមិនបាច់ផ្ទៀបផ្ទង់ច្រើនទេមកជើងស្ដាំរបស់ផុងសេរីធាក់ជើង2 3ជើងយកគ្នារបស់ផុងសេរី Sushi Bami គៀវមកដៃខាងស្ដាំដោយផុងសេរីមកដៃស្ដាំតតអាឆ្វេងនេះកលឹងកញ្ចឹងកស្អាតមែនទែនរបស់ពេជ្រអាទិទេពកីឡាកររបស់កម្ពុជាបាទនៅតារាចូលមកដៃឆ្មក់ស្ដាំរបស់អាទិទេពបាទផុងសេរីថយចូលមកជើងថែមមកជើងឆ្វេងទៀតរបស់ផុងសេរី Sushi Bami គៀវធាក់មកជើងស្ដាំពីពេជ្រអាទិទេពជាស្រ័យបាទចូលមកដៃស្ដាំទៀតបាទអាទិទេពដើរចូលមានញើសថែមមកដៃស្ដាំរបស់អាទិទេពវាយដូចទំនុកចិត្តខ្ពស់មែនទេខៅមកដៃពួតទឹកស្ដាំចូលណែណាស់ពុកបែបពុកដែរបាទហាក់ជាលេងងើបាទអូយលោកគ្រូញ៉ាក្តារធំរឿងរាមនីមើលទៅមិនអាចរាប់ដល់8បានទេដោយសារតែផុងសេរីនេះបាទគឺបាត់មាត់ជើងហើយអូស្លេកមុខឯពុកម៉ែបងប្អូនបាទចូលដៃពេជ្រកាអើយពេជ្រអាទិទេពបាទជាស្រ័យច្រឡំពេជ្រកាកដានដែលស្បងអូយណែណាស់ពុកម៉ែបងប្អូនបាទវាយស្រៀងនឹងពេជ្រសម្បត្តិក៏ប៉ុន្តែឃើញតំណងជាងពេជ្រសម្បត្តិឆ្ងាយណាស់សម្រាប់ពេជ្រអាទិទេពនេះសង្ឃឹមថាគាត់នឹងវឹកហាត់បន្ថែមក្បាច់ឲ្យល្អជាងនេះទៅទៀតដោយសារតែកាយសម្បត្តិធន់គឺពេជ្រអាទិទេពហ្នឹងហើយបាទឆ្លងកាត់នៃការប្រកួតជិត40ដងមិនដែលចាញ់ម្ដងពុកម៉ែបងប្អូនបាទចាញ់កីឡាករហាន់2ណាបាទដូច្នេះជ័យជំនះនៃការប្រកួតនេះគឺបានទៅលើកីឡាករបង្គោលក្រហមកីឡាកររបស់កម្ពុជាអ្នកកំពុងធំដែលមកពីក្លឹបប្រដាល់ពេជ្រសុផាន់គុណខ្មែរគឺកីឡាករពេជ្រអាទិទេពធ្វើបានល្អមែនទែនបាទលើសពីការស្មានហើយខ្ញុំគិតថាប្រហែលជាតាំងពីប៉ាផុងសេរីនេះអីក៏ប៉ុន្តែមិនមែនទេធូរលហុយពុកម៉ែបងអរគុណសម្រាប់ការចូលរួមទស្សនារបស់ពុកម៉ែបងបើសិនជាមានពេលពេកលើលោកខ្វះខាតត្រង់ណាមសំរុំមេតាខន្តីនឹងអភិទោសជួបគ្នានៅវីដេអូក្រោយពេលនេះផងដែរ Emotion KC ដែលជា admin The Fight កីឡាសូមអរគុណនិងសូមគោរពលា